អូខេជំរាបសួរដូចជាសួស្តីដល់អ្នកគ្នាចំពោះសូមស្វាគមន៍មកកាន់ Channel ខ្ញុំបាទដារ៉ូអ៊ីសាធូនឹងថ្ងៃនេះដែរមកប្រាប់អ្នកគ្នារបៀបយើងបុកលុយ account game Kaba King ដោយមិនចាំបាច់ចំណាយលុយគ្រាន់តែយើងមានជាមួយនឹង mode មួយសម្រាប់យកមកប្រើប្រាស់ជាមួយនឹង account game ផ្សេងៗមានដូចខែ Strike GTA ឬក៏Kaba King ផងយើងហ្នឹងហើយយើងអាចបុកលុយ free បានហើយអ្នកគ្នាចង់បាន mode អ្នកគ្នាអាចតាក់ទងvớiខ្ញុំបានហ្នឹងហើយតម្លៃវាគួរសមដែរហ្នឹងហើយបើសិនអ្នកគ្នាអត់ត្រូវការចំណាយលុយច្រើនទេបើសិនបើចង់បាន mode អ្នកគ្នាអាចទិញជាប្រភេទ account វិញហ្នឹងហើយប្រភេទ account Kaba King ខាងខ្ញុំលក់មានតម្លៃខ្ទង់តា$2 ទៅ$3ទេទៅតាម account ចឹងណាហ្នឹងហើយបើសិនបើអ្នកគ្នាចង់បាន mode អាចតាក់ទងបានក៏បានដែរហ្នឹងហើយ link ខាងក្រោម comment link Telegram ឬក៏នៅខាងក្រោម description អញ្ចឹងអ្នកគ្នាអាចមើលបានយើងចង់បានលុយប្រមាណកាក់ប្រមាណក៏បានដែរហ្នឹងហើយអញ្ចឹងបើសិនបើអ្នកគ្នាអាចត្រូវការតាក់ទងខ្ញុំបាន link នៅខាងក្រោម comment ឬក៏ខាងក្រោម description ពីព្រោះតម្លៃ mode ខ្ទង់តម្លៃ20បន្តិចបន្តួចបើសិនបើអ្នកគ្នាអត់ចង់បាន mode ទេអត់ចង់ចំណាយលុយច្រើនអ្នកគ្នាអាចទិញប្រភេទ account បានហើយចំពោះតម្លៃ account តម្លៃមួយ account ខ្ទង់តា$2 ទៅ$3ទេបើសិនអ្នកគ្នាចង់បានតម្លៃ$3អ្នកគ្នាអាចដាក់លុយដាក់កាក់បាន free រហូតហ្នឹងហើយប្រើអស់អាចដាក់ឆាតមកខ្ញុំបានខាងខ្ញុំដាក់ free ជូនអញ្ចឹងណាអ្នកគ្នាហ្នឹងហើយអ្នកគ្នាអាចមើលបានចំពោះ mode នេះគឺវាលុយត្រង់ថាយើងចង់ដាក់ប្រមាណអីក៏បានដែរហើយចំពោះផែនដីក៏មានធម្មតាចំពោះយើងលេង online ក៏យើងអាចលេងបានធម្មតាដែរគឺអត់មានបញ្ហាអីទេយើងលេងបានធម្មតាទាំងអស់អញ្ចឹងមិនមែនថាយើងបុកលុយអញ្ចឹងហើយយើងអត់អាចលេង online បានឬក៏លេងអីបានទៅណាហ្នឹងហើយគឺមានផែនដីមាន online អីបានលេងបានធម្មតាហ្នឹងហើយចំពោះ account នេះគឺអែមស្រាមខ្លាំងមែនតើបើសិនមកអ្នកគ្នាទិញយកទៅលេងមិនចង់ចំណាយលុយច្រើនក៏ទិញតែប្រភេទ account នេះទៅតម្លៃខ្ទង់តែ$2 $3អ្នកគ្នាអាចបាន account ល្អយកទៅប្រើប្រាស់យកទៅលេងបានហ្នឹងហើយមើលជាក់ស្ដែងបាន account យើងគឺ account លុយហ្នឹងហើយយើងអាច unlock សរ៉ែន unlock អីបានមកស្អាតត្មងហ្នឹងហើយអញ្ចឹងចំពោះអ្នកគ្នាចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like កុំភ្លេចជួយចុច subscribe ឬបើកសញ្ញាកណ្ដឹងអ្នកមួយដើម្បីទទួលបានវីដេអូថ្មីៗពី channel ខ្ញុំបាទដារ៉ូអ៊ីសាធូហ្នឹងហើយចំពោះ online យើងអាចលេងបានធម្មតាលេងបាន server ខ្មែរយើង server អីផ្សេងទៀតលេងបានធម្មតាមិនប្រកាន់ទេមិនមែនយើងលេងបានតែ offline អត់លេងបាន online ទេគឺលេង online បានធម្មតាជួបមនុស្សពិតធម្មតាណាអ្នកគ្នាអញ្ចឹងចំពោះវីដេអូយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ